ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងខ្ញុំមានវីដេអូមួយស្ដីអំពីពពុះចៃសដែលវាស៊ីទៅលើកោសិការបស់ស្លឹកល្ហុងឬក៏វាជញ្ជក់នៅឫសរស់ពីស្លឹកល្ហុងហើយបញ្ចេញមកវិញនៅជាតិស្ករធ្វើឲ្យមានសត្វស្រមោចមកជញ្ជក់នៅអាចរបស់ឬក៏ថាលិមួករបស់ពពុះចៃសអ្នកខ្លះគេហៅថាក្រដាំកណ្ដាំបាទនៅស្រុកគេហៅថាកណ្ដាំអញ្ចឹងសត្វកណ្ដាំនេះឬក៏ចៃសនេះគឺនៅពេលដែលជញ្ជក់ហើយគឺធ្វើឲ្យស្លឹកល្ហុងនេះគឺរួញបើចាស់ទុំក្រហមប៉ុន្តែពណ៌ខ្ចីវិញគឺវារួញបងប្អូននេះស្លឹកនេះរួញដូចនេះបងប្អូនបាទរួញដូចនេះបាទហើយបងប្អូនចំណិតមើលនៅរួយរបស់ល្ហុងនៅពេលសាប់ប្រភេទនេះវាជញ្ជក់ហើយគឺវាធ្វើឲ្យរួយប្រភេទនេះតែធ្វើឲ្យរួយរបស់ល្ហុងគឺលូតលាស់អត់បានល្អទេនេះបើសិនជាល្ហុងនេះរងការបំផ្លាញខ្លាំងគឺវាធ្វើឲ្យល្ហុងនេះស្លឹករបស់វាឡើងពណ៌ក្រហមប្រឡែតចាស់បាទវាស្រូបនៅសារធាតុចិញ្ចឹមមិនបានទេហើយធ្វើរស្មីសំយោគមិនបានទេហើយធ្វើឲ្យដើមល្ហុងនេះគឺងាប់បាទចំពោះវិធីសាស្ត្រដែលយើងមានដំណោះស្រាយទៅលើពពុះចៃនេះគឺយើងអាចប្រើជាមួយនឹងពពុះថ្នាំដែលផ្សំពីរុក្ខជាតិក៏បានឬក៏ថ្នាំគីមីក៏បានចំពោះថ្នាំដែលផ្សំពីរុក្ខជាតិយើងអាចប្រើជាមួយនឹងស្តៅហើយបូកជាមួយនឹងថ្នាំជក់យើងផ្សំចូលគ្នាយើងត្រាំទឹកមួយអាទិត្យទៅយើងយកវាមកបាញ់លាយជាមួយទឹកយកមកវាមកបាញ់ដើម្បីកម្ចាត់ពពុះចៃសនេះហើយចំពោះថ្នាំគីមីគឺយើងប្រើសារធាតុក្លូភីរីហ្វូសឬក៏សាយភើមេត្រីនបូកជាមួយនឹងក្លូភីរីហ្វូសអាចបាញ់សម្លាប់ពពុះសត្វនេះបានហើយបាទនេះបើយើងប្រើគឺ1លីត្រប្រើជាមួយនឹងទឹក10លីត្រហើយយើងលាយជាមួយនឹងថ្នាំជំងឺអាចបាញ់ជាបាលវាសិនទៅក្រោយមកគឺយើងប្រើជាថ្នាំអត់វិញបាទអរគុណចំពោះបងប្អូនដែលបានទស្សនាអំពីចៃសដែលបំផ្លាញទៅលើដំណាំល្ហុងបាទអរគុណ